អ្នកណាដែលត្រូវបន្ទោសជាញយតែតាំងចិត្តរឹងវិញនោះត្រូវវិនាសមួយរំពេចទាល់តែសុំឲ្យគេជួយកាលណាមនុស្សសុចរិតមានអំណាចឡើងនោះជនទាំងឡាយរមែងមានចិត្តរីករាយតែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញនោះបណ្ដាជនស្រែកធ្ងោឡើងអ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញានោះរមែងនាំឲ្យឪពុករីករាយសប្បាយតែអ្នកណាដែលគប់រកស្រីសំផឹងនោះស៊ីបង្ហិនទ្រព្យសម្បត្តិគាត់វិញស្ដេចរមែងតាំងនគរឲ្យមាំមួនដោយសារសេចក្តីយុត្តិធម៌តែស្ដេចណាដែលសង្កត់សង្កិនយកដង្វាយនោះធ្វើឲ្យស្រុកវិនាសវិញអ្នកណាដែលបញ្ចើកដល់អ្នកជិតខាងនោះឈ្មោះថាដាក់លបសម្រាប់ចាប់ជើងគេទេមនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សទល់ក្រតែមនុស្សអាក្រក់គ្មានយោបល់យល់បានទេមនុស្សចំអកមើលងាយគេអុចអាលឲ្យទីក្រុងឆេះឡើងតែមនុស្សមានប្រាជ្ញាគេបង្វែរបណ្ដេញសេចក្តីក្រោធចេញវិញពួកល្ងីល្ងើសម្ដែងចេញអស់ទាំងកំហឹងរបស់ខ្លួនតែមនុស្សមានប្រាជ្ញាគេទប់ចិត្តហើយរងាប់ចេញវិញ